សូមជម្រាបសួរលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីហងមានព័ត៌មានពេលរសៀលបាទសូមគោរពនឹងជម្រាបសួរដល់ទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានហងមានពេលរសៀលបាទយើងខ្ញុំទាំងពីរនាក់នឹងបន្តនៅព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាព័ត៌មានសន្តិសុខបាទព័ត៌មានជាដំបូងនៅក្នុងថ្ងៃនេះយើងឃើញថាទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកយើងឃើញថាសហរដ្ឋអាមេរិកបានជម្រាបកម្ពុជាថាត្រូវតែបង្ហាញអំពីការរីកចម្រើនក៏ដូចជាអំពីអ្វីដែលជាភាពពិតនៅក្នុងនយោបាយរបស់កម្ពុជានោះដើម្បីធ្វើយ៉ាងណាងាយស្រួលឲ្យសហរដ្ឋអាមេរិកក្នុងការបង្កើនទំនាក់ទំនងជាមួយកម្ពុជាកាន់តែល្អប្រសើរបាទយើងឃើញថារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាអាដាមហៅដំហុងបានជម្រាបជូនទៅខាងអាមេរិកថាកម្ពុជាគឺមានការរីកចម្រើនហើយនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើងហើយកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរហើយក្រៅពីប្រធានបទនេះយើងឃើញថាក្រសួងការបរទេសបានបញ្ជាអំពីដំណើរទស្សនកិច្ចរបស់ស្ត្រីទី1របស់សហរដ្ឋអាមេរិកគឺលោកស្រី Michelle Obama ទេប៉ុន្តែបើតាមការដឹងនៅតាមសារព័ត៌មានមួយចំនួននេះត្រូវបានដឹងថាស្ត្រីទី1របស់សហរដ្ឋអាមេរិកគឺលោកស្រី Michelle Obama នឹងត្រូវមកដល់កម្ពុជានៅខេត្តសៀមរាបនៅថ្ងៃសុក្រខាងមុខនេះហើយនឹងមានការអមដំណើរដោយសម្ដេចកតេប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផងដែរដើម្បីទស្សនាប្រាសាទអង្គរវត្តក៏ដូចជាទៅមើលសាលាផ្សេងហើយលោកស្រី Michelle Obama នឹងជំរុញឲ្យមានការពង្រឹងវិស័យអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះកាន់តែល្អប្រសើរហើយយើងឃើញថានេះគឺជាដំណើរទស្សនកិច្ចលើកទី1ហើយរបស់លោកស្រីមកកាន់តំបន់អាស៊ីជាពិសេសប្រទេសកម្ពុជានោះហើយយើងឃើញថានឹងមានការជំរុញក៏ដូចជាមានការលើកឡើងអំពីប្រធានបទជាច្រើនផងដែរបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះដោយសារតែយើងមានបញ្ហារួមបន្តិចឥឡូវយើងបន្តព័ត៌មានពាក់ព័ន្ធនឹងវិស័យអប់រំវិញម្ដងយើងឃើញថាវិស័យអប់រំហាក់ដូចជាទទួលបានការគ្រប់គ្រងយ៉ាងច្រើនបាទហើយយើងឃើញថាមានការជំរុញហើយយើងឃើញថាអ្នកនាងផល្លាដែលជាអ្នកគ្រូណាចាអ្នកគ្រូនាងផល្លាអ្នកគ្រូនាងផល្លាបាទហៅគាត់ចប់អ្នកនាងផល្លាបាទអ្នកគ្រូនាងផល្លាហ្នឹងគឺបានទៅប្រកួតជាមួយនឹងសកលលោកហើយយើងឃើញថានៅព្រឹកមិញនេះគឺទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបន្ទាប់ពីអ្នកគ្រូត្រឡប់មកពីការប្រកួតគេហៅថាវេទិកា Global Education and Skill Forum នៅទីក្រុងឌូបៃហើយយើងឃើញថាទទួលការអប់រំទទួលការស្វាគមន៍ពីមនុស្សរាប់រយនាក់ហើយនៅក្នុងឱកាសនេះយើងឃើញថាមានរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាគឺអាដាមហុងជូនរ៉ុនក៏យើងឃើញមានអាដាមហ៊ុនម៉ានីក៏បានទៅដល់ទីនោះផងដែរហើយអ្នកគ្រូនាងផល្លាក៏បានលើកឡើងថានេះគឺជាមោទនភាពរបស់កម្ពុជាផងដែរដែលអ្នកគ្រូអាចបង្ហាញអ្វីជាអ្វីរបស់កម្ពុជាបាទយើងគ្រាន់តែអ្នកគ្រូគាត់ឡើងទៅលើឆាកគេភ្លាមនិយាយប្រាប់តែឈ្មោះហ្នឹងគឺគេស្គាល់ថាមកពីកម្ពុជាទៅហើយអ្នកគ្រូថានឹងជំរុញឲ្យវិស័យអប់រំជាពិសេសទៅលើដែលជនពិការខាងគួរថ្លង់នឹងឲ្យកាន់តែល្អប្រសើរហើយអ្នកគ្រូក៏បានក្លាយទៅជាអគ្គរដ្ឋទូតអប់រំប្រចាំអន្តរជាតិផងដែរហើយគាត់ក៏នឹងមានការទទួលបង្រៀនទៅដល់សិស្សឆ្នាំផ្សេងទៀតជាគណៈបាទបើសិនជាតាមការដែលដឹងនៅក្នុងការប្រកួតហ្នឹងចាអ្នកគ្រូគឺជាគ្រូមួយរូបដែលជាប់ជាគ្រូដែលមានប្រជាប្រិយភាពជាងគេបំផុតនៅក្នុងចំណោមទាំង10រូបចំពោះការវោតចាការបោះឆ្នោតគ្រប់គ្រងគឺអ្នកគ្រូបានទទួលសម្លេងខ្ពស់ជាងគេហើយការគ្រប់គ្រងហ្នឹងបានដាច់នៅក្នុងចំណោមគ្រូទាំង10ហ្នឹងគឺគាត់ដាច់ឡើង50000សម្លេងទៅហើយក៏ប៉ុន្តែដោយសារគេមានគណៈកម្មការផ្ទាល់នៅទីនោះតែម្ដងហើយបេក្ខភាពលេខ1ហ្នឹងនៅក្នុងចំណោមគ្រូទាំង10គឺបានទៅអ្នកគ្រូ Nancy ដែលជាគ្រូរបស់សហរដ្ឋអាមេរិកហើយអ្វីដែលប្លែកគឺគាត់បង្កើតទម្រង់ការបង្រៀនហ្នឹងប្លែកពីគេតែម្ដងហើយគណៈកម្មការដែលនៅផ្ទាល់គឺគាត់ធ្វើការបោះឆ្នោតឲ្យអ្នកគ្រូ Nancy ហ្នឹងគឺជាប់លេខ1ចាស់ហើយទទួលបានទៅប្រាក់$1លានសហរដ្ឋអាមេរិកហើយសម្រាប់អ្នកគ្រូនាងផល្លាចាបេក្ខភាពរបស់កម្ពុជាយើងគឺគាត់ក៏មានមោទនភាពដែរព្រោះថាគាត់អាចឈានទៅដល់វគ្គចាគឺនៅសល់10ប្រទេសចុងក្រោយគ្រូឆ្នាំជាងគេ10នាក់ចុងក្រោយ10ប្រទេសហ្នឹងហើយគាត់គឺបានឈ្នះគ្រូដែលមានប្រជាប្រិយភាពជាងគេទាំងអស់នៅក្នុងចំណោមទាំង10ហ្នឹងគឺគាត់ជាប់វោតច្រើនជាងគេមែនទេនេះគឺជាមោទនភាពរបស់កម្ពុជាហើយយើងឃើញថានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុនសែនក៏នឹងផ្ដល់រង្វាន់100លានរៀលហើយក៏ដូចជាមានការបំពាក់នៅគ្រឿងអិសរាជយសដល់អ្នកគ្រូឆ្នាំនេះផងដែរដើម្បីជាការលើកទឹកចិត្តហើយជំរុញឲ្យមានដូចជាអ្នកគ្រូច្រើនថែមទៀតដើម្បីធ្វើយ៉ាងណាជួយសង្គមយើងបាទយើងមានការកត់សម្គាល់ច្រើនសម្រាប់ចុងឆ្នាំ2014ឆ្លងចូលឆ្នាំ2015ឃើញថាកម្ពុជាគឺមានការមានសន្ទុះងើបឡើងបន្តិចហើយ
ដោយសារតែរយៈមុនគឺយើងមានការឈ្នះស៊ីហ្គេមរបស់កញ្ញាសុនសៀវមីយ៉ាងបន្តមកទៀតគឺអ្នកគ្រូបានទៅឈានទៅដល់ឆាកអន្តរជាតិចាហើយយើងនៅមានមួយទៀតចាគឺថាការជំរុះ World Cup របស់កម្ពុជាចាគឺឈានទៅដល់ទីក្រុងបាងកែវហើយឥឡូវនេះគឺកាន់តែមានការឈានឡើងជាបន្តទៅទៀតហើយសង្ឃឹមថាទៅថ្ងៃក្រោយគឺកម្ពុជានឹងកាន់តែរីកមុខរីកមាត់ថែមមួយកម្រិតទៅទៀតដូច្នេះហើយយុវជនទាំងឡាយត្រូវតែខំប្រឹងបន្ថែមទៀតណាខំប្រឹងទាំងជំនាញរបស់ខ្លួនក៏ជាភាសាព្រោះថានៅពេលដែលសមត្ថភាពយើងពេញបរិបូរណ៍នេះគឺយើងអាចប្រកួតប្រជែងជាមួយនឹងជនបរទេសផ្សេងទៀតផងដែរបាទលើអ្នកឥឡូវនេះបញ្ចប់ព័ត៌មានតែប៉ុណ្្នឹងទៅយើងងាកទៅមើលរឿងករណីគ្រោះថ្នាក់ចរាចរណ៍និងរឿងសន្តិសុខសង្គមវិញម្ដងគឺករណីគ្រោះថ្នាក់ចរាចរណ៍ជាដំបូងគឺរថយន្តដឹកឥដ្ឋការ៉ូបាំងវាំងននហើយមើលអត់ឃើញគឺទៅបុកជាប់ម៉ូតូនៅខាងក្រោមរថយន្តតែម្ដងគឺរថយន្តដឹកឥដ្ឋការ៉ូរបស់ក្រុមហ៊ុននៀកខៀវចាគឺបានបាំងវាំងននមួយកំណាត់ខាងក្រោមធ្វើឲ្យអ្នកបើកបរមើលអត់ឃើញគឺបត់គៀម៉ូតូដួលចូលក្រោមរថយន្តតែម្ដងហើយអ្នកបើកបរហ្នឹងលោតចេញពីម៉ូតូរត់របួសស្រាលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង2:15 នាទីរសៀលថ្ងៃ17មីនាតាមផ្លូវលេខ217កែងផ្លូវបេតុងបឹងតាម៉ាតភូមិសម្បួរសង្កាត់ដង្កោខណ្ឌដង្កោប្រភពព័ត៌មានបានឲ្យដឹងថាម៉ូតូរងគ្រោះម៉ាក Smart Revo ពណ៌ខ្មៅបើកបរដោយឈ្មោះវ៉នសារ៉នភេទប្រុសអាយុ24ឆ្នាំគឺជាមន្ត្រីអង្គការស្នាក់នៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោបានធ្វើដំណើរតាមផ្លូវលេខ217ពីត្បូងទៅជើងដែលបើកនៅខាងមុខរថយន្តម៉ាកហ៊ីចិនដៃពណ៌ខៀវលាបបៃតងហ្នឹងបើកបរដោយឈ្មោះកំឡុងភេទប្រុសអាយុ26ឆ្នាំស្នាក់នៅតាមរថយន្តគឺមានស្រុកកំណើតនៅភូមិចំប៉ាលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលបើកបរស្របទិសគ្នាជាមួយម៉ូតូហើយមកដល់ចំណុចខាងលើរថយន្តបានបត់ស្ដាំដោយសារតែរថយន្តហ្នឹងគឺមានបាំងវាំងននមួយកំណាត់ខាងមុខគឺចិត្តតែម្ដងហើយមើលផ្លិតឃើញគឺបានបត់ទៅគៀម៉ូតូបណ្ដាលឲ្យដួលចូលក្រោមរថយន្តហើយអ្នកបើកបរម៉ូតូបានមើលតាមកញ្ចក់ចាឃើញហេតុការណ៍ហ្នឹងក៏បានសំណូមពរឲ្យសូមឲ្យរថយន្តធំទាំងអស់មិនគួរបិទស្កុតនឹងបាំងវាំងននទេចាអ្នកធ្វើដំណើររួមដំណើរផ្សេងទៀតហ្នឹងក៏ឃើញហេតុការណ៍ហ្នឹងដែរចាហើយពិបាកមើលចាមានប្រឡោះតូចពេកដោយសារតែគាត់បាំងវាំងននជុំវិញកញ្ចក់ចឹងហើយក្រោយការហេតុគឺម្ចាស់ម៉ូតូទាមទារសំណង$50ខាងរថយន្តហ្នឹងគឺសង$25បញ្ចប់រឿងអានេះគឺជាករណីមួយដែលគាត់បាំងវាំងននមើលឃើញប៉ុន្តែករណីនេះនេះខ្ញុំជួបផ្ទាល់តែម្ដងគឺរថយន្តប្រហែលជាម៉ោង8ជាងគឺរថយន្តធំអាចមានអតិភិបចូលមកបានហើយចាគឺផ្លូវរៀងស្ទះបន្តិចក៏ប៉ុន្តែម៉ូតូគឺម៉ូតូគប់មួយហ្នឹងគឺអ្នកមីងហ្នឹងគាត់ដឹកកូនស្រីមួយគាត់មកពីខាងឆ្វេងគាត់មកខាងឆ្វេងបាខាងឆ្វេងគឺបាទរថយន្តហ្នឹងហើយផ្លូវរៀងស្ទះគឺគាត់ចែងទៅសៀមកគឺនៅក្បែរកាងរថយន្តធម្មតាទេនៅក្បែរកាងរថយន្តគៀកមែនតើគឺមើលអត់ឃើញទេចាហើយដល់រថយន្តហ្នឹងគឺដោយសារតែបើយឺតទៅល្ងាចមិនបើយឺតគឺគៀគាត់បន្តិចដែរតែน้องភនេះស្រែកតន់ចាដល់ពេលហើយនេះគឺជាករណីមួយគាត់នៅចង់ផ្ដាំញ៉ាថាបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នគាត់ណាតែមកកាន់តែគៀគឺខាងរថយន្តពេលខ្លះក៏គ្នាមើលអត់ឃើញដែរនៅក្រោមនៅក្បែរកង់ហើយហ្នឹងមើលអត់ឃើញទេចាហើយមើលទៅដាក់វាំងននទៅអីដាក់ទៅបាំងមើលមិនឃើញបាទអញ្ចឹងដកចេញទៅហើយរថយន្តធំនេះយើងថាករណីមានច្រើនហើយបើគៀកូនក្មេងនៅជិះកង់គ្នាមិនដឹងអីណាថប់កិនដាច់ជើងដាច់អីហ្នឹងដូច្នេះហើយសូមឲ្យសូមឲ្យប្រយ័ត្នប្រយែងសម្រាប់បើរថយន្តថានេះទៅហើយយើងខ្លួនឯងយើងប្រយ័ត្នខ្លួនឯងតែម្ដងទីមួយគឺកុំទៅគៀកពេកកាលណាទៅគៀកពេកមើលអត់ឃើញកុំថាឡើយរថយន្តខ្ពស់ប៉ុណ្ណឹងរថយន្តធម្មតាពេលខ្លះគឺដល់ពេលមកគៀកមែនតើគឺមើលអត់ឃើញអត់បានមើលអត់ឃើញខ្លួនឯងទេចាលោកអ្នកលើបញ្ចប់ករណីនឹងតែប៉ុណ្្នឹងទៅបន្តទៅរឿងជាបន្តទៅទៀតគឺរថយន្ត3គ្រឿងប៉ះគ្នាហើយចរចាយកទៅជួសជុលរៀងខ្លួនគឺបើកចេញពីផ្លូវច្រកតូចផ្លូវដង្ហែមហ្នឹងគឺជ្រុលទៅបុករថយន្តតូរីខ្ទាតទៅប៉ះរថយន្ត CRV បណ្ដាលឲ្យរងការខូចខាតតែមិនមានអ្នករងរបួសទេហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង1:40នាទីរសៀលថ្ងៃ17មីនាតាមផ្លូវលេខ167ខាងជើងស្ថានទូតចិនភូមិ4សង្កាត់ទួលទំពង់ទី2ខណ្ឌចំការមនសាសនានៅកន្លែងការហេតុបានឲ្យដឹងថារថយន្តសាំយ៉ុងពណ៌សបើកបរដោយឈ្មោះលេងស្រុនហេងភេទប្រុសអាយុ51ឆ្នាំមករបររថតាក់ស៊ីភ្នំពេញព្រៃវែងស្នាក់នៅភូមិទ្រា2ឃុំថ្មពូនស្រុកកញ្ជ្រៀតខេត្តព្រៃវែងហើយដឹកយាយតា8នាក់ពីភ្នំពេញត្រឡប់ទៅខេត្តព្រៃវែងធ្វើដំណើរពីលេខទៅកើតមកដល់ចំណុចខាងលើស្រាប់តែរថយន្ត Toyota Yaris ពណ៌កណ្ដោប្រមេះបើកចេញពីផ្លូវច្រកតូចបានបើកទៅបុករថយន្តសាំយ៉ុងចំហៀងខាងស្ដាំបណ្ដាលឲ្យជ្រុលទៅប៉ះរថយន្ត CRV ពណ៌ទឹកប្រាក់ដែលចតនៅក្បែរនោះរលាត់ថ្នាំតិចតួចចាក្រោយការហេតុអ្នកបើកបរបង្កហ្នឹងគឺទាមទារឲ្យរថយន្តសាំយ៉ុងចេញថ្លៃខូចខាតក៏ប៉ុន្តែអ្នកបើករថយន្តសាំយ៉ុងបានប្រាប់ថាបើករថយន្តបុកគេហើយចាគឺទាមទារឲ្យគេសងទៀតចាបន្តមកទៀតគឺធ្វើការចរចាគ្នាហើយចុងក្រោយគឺយកទៅជួសជុលរៀងខ្លួនតែម្ដង
ចាแล้วអ្នកនេះចូលទៅករណីជាបន្តទៅទៀតគឺជិះម៉ូតូបុករថយន្តដែលបត់ចូលសន្តាគារហើយទៀមទាសំណងហើយវង្វេងទៀតចាគឺបរិបទដែលជាជាងសំណងស្នាក់នៅក្នុងនិយាយទៅគឺគាត់ជិះម៉ូតូប៉ុន្តែក្នុងស្ថានភាពស្វឹងចាគឺបានជ្រុលទៅបុករថយន្តដែលបត់ចូលសន្តាគារបណ្ដាលឲ្យដួលបែកចង្ការខាងដួលបែកចង្ការគាត់ហ្នឹងទៅហើយខាងរថយន្តគឺសង$10យកលុយទុករួចហើយក្បែរជាទូរស័ព្ទហើយអ្នកយកព័ត៌មាននិងសាច់ញាតិឲ្យមកជួយអន្តរាគមន៍ដែលចោទថាខាងរថយន្តហ្នឹងបុកគេមិនទទួលខុសត្រូវចាគឺហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 7:45 នាទីយប់ថ្ងៃ 17 មីនានៅមុខសន្តាគារបាលីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខប្រពន្ធព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តមិនចាំម៉ាក់មួយគ្រឿងបើកបរពីជើងទៅត្បូងហើយចំណែកម៉ូតូគប់មូលពណ៌ស្លែបើកបរដោយបរិមម្នាក់មានឈ្មោះសុកភិរមភេទប្រុសអាយុ28ឆ្នាំមុខរបរជាជាងសំណង់ស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យគឺធ្វើដំណើរពីត្បូងទៅជើងមកដល់ចំណុចខាងលើគឺរថយន្តបើកនៅក្នុងល្បឿនលឿនក៏ប៉ុន្តែបានសញ្ញោត្រឹមត្រូវបត់ឆ្វេងចូលសន្តាគារស្រាប់តែម៉ូតូជិះលឿនពេកនៅក្នុងស្ថានភាពស្រវឹងចាប់ហ្វ្រាំមិនទាន់ក៏ជ្រុលទៅបុករថយន្តបណ្ដាលឲ្យដួលបែកចង្ការបន្តិចនិងខូចខាត់តិចតួចហើយក្រោយការហេតុគឺខាងរថយន្តប្រាប់ថាគាត់មិនទាមទារសំណងទេទោះបីជាជិះម៉ូតូមកបុករថយន្តរបស់គាត់ក៏ដោយចាក៏ប៉ុន្តែម្ចាស់ម៉ូតូហ្នឹងមិនព្រមទេគឺទាមទារសំណងហើយម្ចាស់រថយន្តហ្នឹងគឺគាត់បើករថយន្តចូលទៅក្នុងសន្តាគារហើយក៏បានឲ្យសន្តិសុខយកលុយ$10សងទៅអ្នកបើកម៉ូតូហើយឲ្យបញ្ចប់រឿងទៅក៏ប៉ុន្តែបែរជាអ្នកបើកម៉ូតូហ្នឹងគឺគាត់ស្វឹងចាស់ផ្លេចខ្លួនទូរស័ព្ទទៅឲ្យអ្នកយកព័ត៌មានហើយក៏ហៅសាច់ញាតិមកហើយក៏ប្រាប់ថារថយន្តហ្នឹងបុកគាត់ហើយមិនទទួលខុសត្រូវទេហើយក៏ចូលរថយន្តទៅក្នុងសន្តាគារបាត់ទៅចាតើតែធ្វើការសាកសួរទើបដឹងហើយក៏បានសាច់ញាតិដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញទៅចាចង់បានគេច្រើនពេកណាអញ្ចឹងមកថាចង់បានដំបងយើងកុំតន់យកទៅយកគេ$10ទៅហើយចាគាត់អ្នកបុកគេហើយគាត់នេះទៅទៀតចាគាត់ស្វឹងណាចាលើអ្នកលើនេះបញ្ចប់ករណីនេះតែប៉ុណ្្នឹងទៅយើងខ្ញុំទៅពីអ្នកក៏សូមអនុញ្ញាតសម្រាប់មួយផ្លែតសិនវគ្គក្រោយជួបគ្នាជាបន្តទៀតវាមិនសមណាហើយព្រោះថាភាគីកម្ពុជាគឺបានអនុវត្តទៅតាមផ្លូវច្បាប់សមរម្យនៅពេលដែលចាប់បានភាគីថៃនោះគឺតែងតែអនុវត្តឲ្យបញ្ជូនទៅវិញតាមបានធ្វើតាមកិច្ចប្រព្រឹត្តដែលបានចរចាគ្នាលើកមុនរួចហើយថានៅពេលដែលចាប់បានភាគីខាងណាបើសិនជាភាគីថៃចូលកម្ពុជានឹងចាប់បញ្ជូនទៅវិញក៏ប៉ុន្តែបន្ទាប់ពីនឹងមកគឺអ្នកដែលអនុវត្តគឺមានតែកម្ពុជាទេហើយខាងភាគីថៃគឺភាគច្រើនឃើញតែបាញ់មករហូតហើយអ្នកដែលបញ្ជូនមកគឺបញ្ជូនមកតែសាកសពទេបាទនេះសូមឲ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នផងណាពាក់ព័ន្ធនឹងការធ្វើចំណាក់ស្រុកហើយកុំធ្វើចំណាក់ស្រុកទាំងបថយបឋានហើយក្រៅពីប្រធានបទនេះសម្ដេចជួនសានក៏បានលើកឡើងចំពោះអ្នកដែលមានបំណងធ្វើរដ្ឋប្រហារហើយសម្ដេចជំរុញឲ្យមានការចាត់ការទៅតាមផ្លូវច្បាប់ផងដែរបើមានការធ្វើរដ្ឋប្រហារផ្ដួលរដ្ឋាភិបាលនោះព្រោះថាប្រទេសកម្ពុជាគឺអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យគឺជ្រើសអ្នកដឹកនាំទៅតាមការបោះឆ្នោតត្រឹមត្រូវមិនមានការធ្វើរដ្ឋប្រហារដូចជាប្រទេសដទៃនោះទេបាទនេះគឺជាអ្វីដែលសម្ដេចបានលើកឡើងហើយជំរុញឲ្យតំបន់ព្រំដែនដូចជាខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យត្រូវតែបង្កើនការបង្កើតនៅសាលាក៏ដូចជាផ្លូវថ្នល់ទឹកអីផ្សេងៗនោះឲ្យបានល្អប្រសើរជាពិសេសប្រព័ន្ធធារាសាស្ត្រហើយនេះឃើញថាផ្លូវធំមែនទែនគឺពង្រីកជាលក្ខណៈស្តង់ដារដើម្បីងាយស្រួលក្នុងការដឹកកសិផលក៏ដូចជាទំនិញផ្សេងៗពីបណ្ដាប្រទេសនោះបាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះពាក់ព័ន្ធនឹងសម្ដេចជួនសែនលើកឡើងនៅក្នុងពិធីសម្ពោធផ្លូវនោះបាទចាឥឡូវនេះចូលទៅរឿងជាបន្តទៀតណែខាងខេត្តស្វាយរៀងវិញម្ដងចាគឺកណ្ដាលអគិភ័យបានឆាប់ឆេះផ្ទះលក់ថ្នាំពេទ្យហ្នឹងអស់2ខ្នងនៅផ្សារក្រៅគោគឺផ្ទះក្បឿងផ្ទះនោះគឺជាផ្ទះក្បឿងមួយខ្នងហើយផ្ទះល្វែងមួយល្វែងចាគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1ក្បែរផ្សារក្រៅគោនៅក្នុងភូមិព្រៃញយឃុំក្រៅគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងខ្លាយទៅជាផេះកាលពីវេលាម៉ោង5ល្ងាចថ្ងៃ17ម្សិលមិញនេះនឹងបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះភ័យស្លន់ស្លោរត់ជញ្ជូនអីវ៉ាន់ចេញពីផ្ទះប្រសិទ្ធប្រស័យតែម្ដងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យអគ្គិភ័យនេះគឺមកពីជាងផ្សារដំបូលផ្ទះដោតដោយភ្លើងខុសបច្ចេកទេសបណ្ដាលឲ្យទូសេខ្សែភ្លើងបង្កើតជាអណ្ដាតភ្លើងឆាប់ឆេះផ្ទះលក់ថ្នាំពេទ្យដែលមានម្ចាស់ឈ្មោះភោគវ៉ាន់ថនជាអតីតប្រធានមណ្ឌលសុខភាពក្រៅគោហើយភ្លាមនោះម្ចាស់ផ្ទះនិងអ្នកស្រុកជិតខាងបាននាំគ្នាយកទឹកចាស់ពលរដ្ឋដែរក៏ប៉ុន្តែពលរដ្ឋមិនឈ្នះហើយភ្លើងនឹងបានឆេះកាន់តែខ្លាំងឡើងក៏បានឆ្លងរាលដាលដល់ទៅផ្ទះក្បឿងមួយខ្នងទៀតដែលនៅជាប់គ្នាហើយពេលដែលភ្លើងប៉ះនឹងជញ្ជាំងក្តារឆេះកាន់តែខ្លាំងទម្រាំតែរថយន្តពលរដ្ឋអគ្គិភ័យអគ្គស្នងការនគរបាលខេត្តចា
រជនអគ្គិភ័យរបស់ស្នងការនគរបាលខេត្តហ្នឹងទៅដល់ចាគឺផ្ទះទាំងពីរហ្នឹងខ្លាយទៅជាផេះអស់ទៅហើយសមត្ថកិច្ចបានបញ្ជាក់ថាបើទោះជាមិនអាចជួយសង្គ្រោះផ្ទះទាំងពីរខ្នងនេះបានមែនក៏ប៉ុន្តែរជនពលរដ្ឋអគ្គិភ័យគឺបានជួយទប់ស្កាត់មិនឲ្យអណ្ដាតភ្លើងឆេះរាលដាលទៅដល់ផ្ទះផ្សេងទៀតដែលនៅក្បែរនោះចាហើយទោះជាយ៉ាងណាក៏ដោយអគ្គិភ័យនេះមិនបានបណ្ដាលឲ្យមនុស្សឬសត្វមានរបួសឬស្លាប់ឡើយចំណែកឯចំនួននៃការខូចខាតវិញក៏នៅមិនទាន់អាចប៉ាន់ស្មានឡើយទេរហូតមកដល់ពេលនេះចាព្រោះថាទំហំនៃការឆាបឆេះបើយើងមើលតាមរូបភាពនោះគឺទាំងស្រុងទៅហើយចាហើយពីរខ្នងទៅទាំងពីរខ្នងតែម្ដងនេះសិតតែកណាត់ហ្នឹងអាចារ្យនេះកណាត់ផងចាផ្ទះលក់ថ្នាំពេទ្យជួនកាលអាចឡាំងថ្នាំពេទ្យអីចឹងណាបាទចាលោកអ្នកឥឡូវនេះបន្តទៅរឿងជាបន្តទៀតនៅឯខាងខេត្តកំពង់ឆ្នាំងឯណាវិញគឺគណៈកម្មការកំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ហ្នឹងហើយនឹងបាត់បង់សមត្ថភាពការងារពីការហើយនឹងគ្រួសារជនពលីនៅខេត្តកំពង់ឆ្នាំងគឺបានជំរុញឲ្យក្រុមការងារនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាខេត្តដោះស្រាយដីសម្បត្តិសង្គមជូនទៅដល់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលាហើយនឹងធ្វើការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ដែរចាស់តទៅទៅនឹងដីសម្បត្តិសង្គមកិច្ចនោះនៅក្នុងកិច្ចប្រជុំពិភាក្សាវិតម្លៃទៅលើការស្នើសុំដីសម្បត្តិសង្គមកិច្ចសម្រាប់ធ្វើលំនៅឋាននិងដីកសិកម្មរបស់អតីតយុទ្ធជនចំនួន35នាក់នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃ17មីនាលោកសៀកកំលៀងប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធជននិវត្តន៍បាត់បង់សមត្ថភាពការងារពីការនិងគ្រួសារជនពលីក៏បានមានប្រសាសន៍ថាការផ្ដល់ដីសម្បត្តិសង្គមកិច្ចសម្រាប់សង់លំនៅឋាននិងធ្វើកសិកម្មជូនអតីតយុទ្ធជនគឺជារឿងសំខាន់ដែលតម្រូវឲ្យក្រុមការងារដោះស្រាយឲ្យបានទាន់ពេលវេលាព្រោះពួកគាត់ត្រូវការជីវភាពមួយដែលអាចទទួលយកបាននៅក្នុងសង្គមបន្ទាប់ពីពួកគាត់មានគុណសម្បត្តិធំធេងនៅក្នុងការការពារទឹកដីនោះអតីតយុទ្ធជននិងជនពិការជាច្រើនត្រូវបានបន្សល់ទុកក្រោយសង្គ្រាមបង្កជាផលវិបាកដល់ប្រទេសជាតិដែលកំពុងតែប្រឹងប្រែងអភិវឌ្ឍក៏ប៉ុន្តែយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាគឺបាននឹងកំពុងយកចិត្តទុកដាក់និងបម្រើប្រយោជន៍ជូនទៅដល់អតីតយុទ្ធជននិងជនពិការដោយសារសង្គ្រាមឲ្យមានប្រសិទ្ធភាពដោយការឧបត្ថម្ភផ្សេងៗនិងការផ្ដល់ដីសម្បត្តិសង្គមកិច្ចលោកថោងចម្រើនប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅពេលនេះក្រុមការងារកំពុងពិនិត្យនិងវិតម្លៃឲ្យបានសុក្រិតដើម្បីឧបត្ថម្ភឲ្យចំគោលដៅទៅដល់អតីតយុទ្ធជនក្រីក្រដែលខ្វះខាតដីពិតប្រាកដហើយពាក់ព័ន្ធទៅនឹងការផ្ដល់ដីសម្បត្តិសង្គមកិច្ចទៅដល់អតីតយុទ្ធជនចំនួន35នាក់ជាលទ្ធផលគឺគណៈកម្មការមិនទាន់សម្រេចយ៉ាងណានៅឡើយនោះទេព្រោះត្រូវពិនិត្យឯកសារច្បាស់លាស់ដើម្បីឲ្យស្របទៅនឹងទម្រង់ច្បាប់ជាមុនសិនចាលោកអ្នកជាទីគោរពឥឡូវនេះយើងខ្ញុំតាំងពីអ្នកក៏សូមអនុញ្ញាតសម្រាប់មួយផ្លែតសិនហើយយើងនឹងបន្តព័ត៌មាននៅវគ្គក្រោយជាបន្តទៀតតាខាតថ្នាំមីម៉ាម៉ាត់ក្អកសញ្ញាក្អែប5នាំចូលនិងចែកចាយដោយក្រុមហ៊ុនមហោសពី1សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជាវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី1មេសា2015កម្មវិធីពិសេស10នាក់ថែមជូន1នាក់ពីភោជនីយដ្ឋានទន្លេបាសាក់ទី1ទូរស័ព្ទលេខ016 913 888ជាបច្ចេកវិទ្យាថ្មីរបស់ប្រទេសស្វីសបានមកដល់កម្ពុជាហើយស្កតជាជំរើសថ្មីសម្រាប់លោកអ្នកស្កតបើញ៉ាំស៊ុបត្រូវតែ Master Suki Soup បង្កើតមុនគេរសជាតិលើគេគ្រប់សំណងរបស់យើងខ្ញុំប្រាស្រ័យសញ្ញារូបគូស៊ីម៉ងបេតុងសញ្ញារូបគូជាដៃគូអភិវឌ្ឍរបស់លោកអ្នកបន្តកំសាន្តលើទូរស័ព្ទដៃ Smartphone អ្នកដោយសេរីព្រោះថ្មជំនួយកងហ្វូឡុងមន្ទីរពេទ្យថ្មិញបច្ចឹមបង្កើនស្នាមញញឹមរបស់លោកអ្នកជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុត Auto Killer រូបមន្តពិសេសក្លិនប្លែកដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកក់ក្ដៅចិត្តនៅទីណាក៏ឆែកមើលតាមទូរស័ព្ទដៃក៏បានដោយបច្ចេកវិទ្យាទំនើបកាមេរ៉ាសុវត្ថិភាព Watachi រូបភាពភ្លឺច្បាស់ល្អសូមស្វែងយល់ស្លាកសញ្ញា Toyota Camry Finance សេវាបង់រំលោភរថយន្តប្រកបដោយទំនុកចិត្តអាវយឺតកុក2ផលិតពីក្រណាត់គូតុង 100% យឺតស្វិតទន់ត្រជាក់ងាយស្រួលពាក់ផ្ដល់ជាផាសុខភាពខ្ពស់អាវយឺតកុក2បង្កើតភាពស្រស់ស្អាតសម្រាប់អ្នកចង់សម្រួលសរសៃឈាមល្អគឺបាន IODM ត្រជាក់ស្រស់ស្រាយបំភ្លេចមិនបានថ្នាំលេបផ្ទះនូឡាវេតដឺសៀលការពារគេហដ្ឋានរបស់លោកអ្នកគ្រប់អាកាសធាតុដូឡានាំចូលប្រាញ់មកដល់ក្រុមហ៊ុនតាំងផេងប៉ោ